แต่จำนวน6ខ្នងដែលជាជំនួយរបស់បងប្អូនសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសជួយដល់គ្រួសាររងគ្រោះទាំង6គ្រួសារដែលរងគ្រោះដោយសារតែខ្យល់គួចផ្ទះកាលពីម្លងថ្ងៃទី7ខែ10ឆ្នាំ2025ឥឡូវនេះផ្ទះទាំង6ហ្នឹងគឺយើងបានសាងសង់ជូនពួកគាត់រួចរាល់អស់ហើយយើងក៏បានស្ដៅផ្ទះហ្នឹងយកមកចតនៅកន្លែងពួកគាត់រៀងៗខ្លួនហើយថែមទាំងធ្វើកម្មវិធីឡើងផ្ទះអីឲ្យពួកគាត់មកចប់ហ្មងឥឡូវនេះគឺពួកគាត់បាននៅផ្ទះថ្មីឬអាវ៉ាវ៉ាន់មកនៅផ្ទះថ្មីអស់ហើយផ្ទះថ្មីទាំង6ខ្នងហ្នឹងយើងចាប់ផ្ដើមដំណើរការសាងសង់តាំងពីថ្ងៃទី11ខែ11ឆ្នាំ2025មកម្លេះរហូតដល់ថ្ងៃទី23ខែ12ទើបសាងសង់រួចរាល់និយាយទៅគឺមានរយៈពេលជាង1ខែសាងសង់ហើយនៅថ្ងៃទី23ខែ12ដល់ពេលស្អែកឡើងថ្ងៃទី24ខែ12យើងក៏បានស្ដៅផ្ទះថ្មីទាំង6ខ្នងហ្នឹងយកមកជូនពួកគាត់ទាំង6គ្រួសារចតនៅតាមកន្លែងរៀងៗខ្លួនហើយនៅថ្ងៃទី26ខែ12យើងថែមទាំងបានធ្វើកម្មវិធីឡើងផ្ទះថ្មីជូនពួកគាត់ទាំង6គ្រួសារទៀតហើយទំហំផ្ទះដែលយើងធ្វើជូនពួកគាត់ហ្នឹងគឺមានប្រវែងទៅទាំង5ម៉ែត្របដោយ7ម៉ែត្រខាងមុខយើងធ្វើមានប្រួយធំ2និងទ្វារធំបិទបើក1ដល់ពេលជំហានខាងនេះគឺមានប្រួយ3ទាំងប្រួយនៅកន្លែងដាំបាយហើយខាងនេះគឺមានប្រួយតែ2ទេដល់ពេលនៅក្រោយផ្ទះនេះគឺយើងធ្វើមានប្រួយនៅកន្លែងដាំបាយមួយទៀតហើយនឹងទ្វារធំបិទបើក1ហើយនៅក្រោយជាប់នឹងផ្ទះហ្នឹងក៏មានដំឡើងជាប្រគុណអនាម័យជូនពួកគាត់មកគ្រួសារមួយដែរដែលប្រគុណអនាម័យហ្នឹងគឺជាជំនួយពីខាងអង្គការ 8A Action ខាងអង្គការ 8A Action មិនត្រឹមតែជួយជាប្រគុណអនាម័យប៉ុណ្ណឹងទេថែមទាំងជួយជាថវិកាមកគ្រួសារ$500ទៀតដើម្បីចូលរួមជួយសាងសង់ផ្ទះថ្មីជូនពួកគាត់6គ្រួសារដែលរងគ្រោះហ្នឹងប្រគុណអនាម័យដំឡើងហើយតកតងនឹងតបូលប្រគុណហ្នឹងគឺម្ចាស់ផ្ទះគាត់នឹងចាត់ចែងធ្វើខ្លួនឯងគាត់ប្រមូលឈើចាស់ៗដែលសល់ពីខ្យល់គួចផ្ទះហ្នឹងនៅឈើនៅក្តារគាត់យកមកក្រាលហើយធ្វើតបូលអីបន្ថែមទៀតផ្ទះទាំង6គ្រួសារហ្នឹងគឺមាន3ផ្ទះយើងធ្វើត្រូវគម្រោងដូចគ្នាទាំង3ដែលឡែកសម្រាប់ផ្ទះ3គ្រួសារទៀតហ្នឹងគឺគាត់សុំធ្វើខុសពីគម្រោងយើងបន្តិចធ្វើខុសពីគម្រោងយើងបែបណាតិចទៀតនឹងខ្ញុំនឹងបង្ហាញជូនបងប្អូនតែឥឡូវហ្នឹងចូលមកមើលក្នុងផ្ទះដែលយើងធ្វើត្រូវគម្រោងយើងបន្តិចសិនពូចង់ភៅសុំបើកទ្វារមួយទ្វារហ្នឹងគឺផ្អែមហៅបើកតន់ចិត្តហ្មងគាត់ថាឲ្យបើកភ្លឹបភ្លាមបើកខ្វាក់ហ្មងហើយមួយរយៈពេលហ្នឹងដែលបងប្អូនបាត់អត់ទៅឃើញនាងខ្ញុំផុសវីដេអូហើយនាងខ្ញុំអត់បានប្រកាសសុំជំនួយជួយដល់បងប្អូនភាសាដោយសារតែសង្គ្រាមហ្នឹងគឺដោយសារតែនាងខ្ញុំរវល់ជាប់ធ្វើផ្ទះគម្រោង6ផ្ទះជូនដល់អ្នករងគ្រោះដោយសារតែខ្យល់គួចផ្ទះហ្នឹងឯងហើយនេះខាងក្នុងផ្ទះអញ្ចឹងនៅក្នុងគម្រោង6ផ្ទះហ្នឹងគឺយើងធ្វើបែបនេះ3ផ្ទះដូចគ្នា3ផ្ទះគាត់ថា3ផ្ទះទៀតហ្នឹងគឺម្ចាស់ផ្ទះក៏សុំធ្វើខុសពីហ្នឹងតែខុសគ្នាតិចតួចឯងតិចទៀតនាងខ្ញុំទៅ review ផ្ទះដែលខុសពីគម្រោងហ្នឹងហើយនេះខាងក្នុងពេលដែលយើងដើរចូលមកចានៅខាងនេះគឺមានប្រួយ2ចាខាងនេះគឺមានប្រួយ2ហើយមានកលឹះអីបាត់បើកមកអែមតតឹង5ម៉ែត្របដោយ7ម៉ែត្រចាប្រួយហ្នឹងគឺយើងធ្វើនេះធ្វើទ្វារបាត់បើកអីបែបហ្នឹងចាដូចបងប្អូនឃើញអញ្ចឹងជំហានខាងនេះនៅពេលដែលយើងចូលមកខាងឆ្វេងដៃហ្នឹងគឺមានប្រួយ2ហើយឈើដែលយើងធ្វើខាងក្រោមហ្នឹងគឺសុទ្ធតែឈើកគីឈើល្អឈើដែលធន់នឹងទឹកគាត់ថាខាងលើគឺយើងប្រើឈើយាងយើងអត់ប្រើឈើកគីទេប៉ុន្តែដូចផ្នែកខាងមុខផ្នែកខាងក្រោមអីទាំងអស់នេះគឺសុទ្ធតែកគីទាំងអស់កន្លែងណាដែលមាននឹងត្រូវទឹកគឺយើងធ្វើកគីបានវាធន់ហើយដល់ទៅពេលយើងកលេងមកខាងស្ដាំដៃចានៅខាងនេះគឺមានប្រួយមួយហើយមានបន្ទប់ហើយបន្ទប់នេះកុងផ្លាគាដែលទិញយកមកប្រើបិទបាំងនេះគឺសុទ្ធតែកុងផ្លាគាដែលល្អទៀតធ្វើមានទ្វារបិទបើកដែរនេះបងប្អូនឃើញអត់នេះបិទបាំងអីមកស្អាតហ្មងហើយរបស់របរឈើអីដែលយើងទិញយកមកប្រើគឺសុទ្ធតែរបស់ល្អនេះបន្ទប់នេះគឺអាចគេងបានគ្នា3 4 5នាក់អីមកអែមសម្រាប់គាត់ដាក់អាវ៉ាន់ខោអាវស្តុកទុកខោអាវសម្ភារៈអីប្រើប្រាស់ផ្សេងហើយបន្ទាប់មកចេញពីបន្ទប់នៅជាប់នេះគឺមានកន្លែងសម្រាប់ខាងនេះគឺយើងអាចបានបាំងកុងផ្លាគាទេគឺយើងបាំងសង្កសីបែបនេះដើម្បីខណ្ឌចែកធ្វើជាផ្ទះបាយតែផ្ទះបាយនេះគឺមានប្រួយ2ប្រួយហ្នឹងគឺយើងទល់នៅកន្លែងផ្ទះបាយនេះគឺយើងធ្វើប្រួយរៀងធំបន្តិចដោយសារតែយើងដាំបាយដាំអីចឹងទៅឲ្យខ្យល់ចេញចូលល្អវាស្រឡះល្អហើយប្រួយហ្នឹងគឺយើងអត់ធ្វើបាត់បើកទេគឺយើងធ្វើបាត់លក្ខណៈទនុលបែបហ្នឹងនេះខាងនេះមួយដំបងឡើយថាធ្វើតែខាងក្រៅមួយទេប៉ុន្តែនឹកឃើញថាឲ្យវាស្រឡះចឹងទៅយើងធ្វើថែមខាងនេះមួយទៀតអញ្ចឹងខាងនេះគឺគាត់អាចដាក់ចក្រាមអីដាំបាយបានហើយខាងក្រោយនេះគឺមានទ្វារមួយដែរចាបើកមកចានេះទ្វារពីក្នុងគឺយើងឃើញពណ៌សបែបនេះប៉ុន្តែដល់ពេលយើងមើលពីក្រៅមកគឺម៉ូដបែបនេះចាឃើញទេបងប្អូនហើយនេះយើងមើលចេញពីមុខទៅវិញនេះអញ្ចឹងផ្ទះនេះសម្រាប់សមាជិកគ្រួសារគាត់5 6នាក់អីគឺម្អែមគាត់ទៅបន្ទប់នេះកូនចៅអាចគេងបាន3 4នាក់បាត់ដែរនេះខាងក្រៅអីនេះគឺយើងអាចចងមុងថែម1 2អីទៀតក៏បានដែរឥឡូវនេះគឺគាត់យកមកចតចំកន្លែងគាត់រៀងខ្លួនហើយខាងនេះគឺគាត់អត់ទាន់បានធ្វើធ្នើដាក់ចក្រាមអីទេប៉ុន្តែដល់ពេលពីលើផ្ទះទៀតនោះតែ
កាត់ចោតខាងនោះចាដែលនាងខ្ញុំថតតារៀប6ផ្ទះហ្នឹងគឺយើងឲ្យគាត់ចោតតារៀបគ្នាសិនដើម្បីថតឲ្យឃើញស្អាតហើយបន្ទាប់ពីថតហើយគាត់នាំគ្នាចូលមកចោតកន្លែងរៀងខ្លួនចាអ្នកខ្លះគាត់មានកន្លែងនៅមុខអញ្ចឹងទៅគាត់ចោតនៅល្វែងមុខតែពេលអ្នកខ្លះកន្លែងគាត់នៅក្រោយអញ្ចឹងទៅគាត់ចូលមកចោតនឹងក្រោយសម្រាប់ផ្ទះ3ដែលយើងធ្វើត្រូវគម្រោងហ្នឹងបដោយផ្ទះ7ម៉ែត្រទៅតឹងផ្ទះមិន5ម៉ែត្របដោយផ្ទះ7ម៉ែត្រហ្នឹងគឺយើងធ្វើមានយ៉ាកក្រោយនេះអាចុងហ្នឹងគេហៅយ៉ាកក្រោយហើយបន្ទាប់មកអាកដាលកពូលហ្នឹងគេហៅថាតួផ្ទះហើយបន្ទាប់មកទៀតមានយ៉ាកមុខតែដល់ពេល3ផ្ទះនេះក៏សុំធ្វើតែយ៉ាកមុខហើយនឹងតួផ្ទះទេប្រវែង7ម៉ែត្រហ្នឹងដោយឡែកសម្រាប់យ៉ាកក្រោយហ្នឹងគឺគាត់ទុកធ្វើដោយខ្លួនឯងដោយសារតែសមាជិកគ្រួសារគាត់ច្រើនអញ្ចឹងទៅគាត់មានឈើចាស់ចាស់ឲ្យដូចបងប្អូនឃើញអញ្ចឹងអានេះគឺគាត់បោះខ្លួនឯងណាគាត់មានឈើចាស់ចាស់ដែលសល់ពីពេលដែលខ្យល់គួចផ្ទះគាត់អញ្ចឹងទៅវាមានឈើចាស់ចាស់សល់អីចឹងទៅគាត់សុំតចាអញ្ចឹងអាយ៉ាក្រោយហ្នឹងគឺគាត់ទុកតខ្លួនឯងគាត់ទុកតខ្លួនឯងប៉ុន្តែប្រវែងផ្ទះទំហំផ្ទះឈើប្រអួចអីដែលយើងប្រើប្រាស់ដោយផ្ទះ3នោះចាផ្ទះ3ដែលយើងធ្វើត្រូវគម្រោងហ្នឹងគឺយើងគិតគូរឲ្យគាត់ស្មើគ្នាទាំងអស់ដូចគ្នាទាំងអស់គាត់ថាអាយ៉ាក្រោយនេះគឺគាត់ទុកធ្វើបន្ថែមខ្លួនឯងខាងមុខផ្ទះនេះគឺយើងមើលទៅដូចគ្នាទេខាងមុខគឺមានប្រអួច2មានទ្វារធំមួយបងបើកទ្វារតិចបងចានេះបើកខ្វាក់មកចាអញ្ចឹងខាងមុខហ្នឹងគឺមានប្រអួច2ហើយនឹងទ្វារធំមួយនឹងឯងឥឡូវយើងមកមើលខាងក្នុងផ្ទះ3ដែលគាត់ធ្វើខុសពីគម្រោងរបស់យើងណាហើយម្ចាស់ផ្ទះគាត់អ្នកសុំទេតាមពិតយើងត្រូវធ្វើដូចគ្នាទាំងអស់ដូចខាងនោះទាំងអស់អញ្ចឹងណាប៉ុន្តែដោយសារតែគាត់សុំព្រោះគាត់មានឈើតខ្លួនឯងអញ្ចឹងខាងក្នុងផ្ទះគាត់នេះគឺនេះអត់មានបន្ទប់អត់មានអីទេតែគាត់បាំងកុងផ្លាគីសងខាង2ណាអត់មានកន្លែងដាំបាយកន្លែងអីទេមូលហេតុគឺដោយសារតែប្រវែងផ្ទះនេះ7ម៉ែត្រដែរបងប្អូននេះពីមុខមកដល់កន្លែងនេះគឺ7ម៉ែត្រដូចផ្ទះខាងនោះអញ្ចឹងប្រវែង7ម៉ែត្រហ្នឹងគឺមានរយៈមុខតួផ្ទះទេដល់ផ្ទះខាងក្រោយនេះគឺគាត់យកឈើចាស់ចាស់ដូចបងប្អូនឃើញអញ្ចឹងអានេះខ្ញុំមកថតពេលដែលគាត់នាំគ្នារើអាវ៉ាន់ចូលនៅអស់ហើយដល់ពេលអញ្ចឹងទៅមើលទៅវារៀងញ៉ៃញ៉ៃតិចអីគាត់អត់បានរៀបចំស្អាតបាតទេអញ្ចឹងខាងក្រោយនេះគឺគាត់នៅធ្វើតចាធ្វើតយ៉ាក្រោយហើយបន្ទាប់មកគាត់ធ្វើបន្ទប់ធ្វើអីមកក្រោយណែដោយសារតែគាត់មានសមាជិកគ្រួសារច្រើនអញ្ចឹងទៅគាត់ចង់បានផ្ទះឲ្យធំវែងបើអ្នកខាងនោះគាត់គ្រួសារតូចហើយគាត់អត់មានឈើអីចាស់ចាស់សល់ទេអញ្ចឹងទៅយើងធ្វើឲ្យពេញត្រូវនឹងគម្រោងរបស់យើងហ្មងប៉ុន្តែសម្រាប់ប្រអួចដូចថាផ្ទះយើងផ្ទះគម្រោងរបស់យើងនៅក្នុងគម្រោងរបស់យើងផ្ទះមួយនឹងមានប្រអួចប្រមាណប្រអួចខាងនោះ2ខាងនេះ4ទៀតទាំងអស់6ទាំងប្រអួចក្រោយផ្ទះអីផងអញ្ចឹងណាដល់ទៅពេលប្រអួចគាត់ខាងនេះគឺគាត់ធ្វើអស់តែ4ទេនេះខាងនេះ2ខាងនេះ2អញ្ចឹងប្រអួចយើងនៅក្នុងគម្រោងទាំងអស់6អញ្ចឹងទៅយើងធ្វើប្រអួចយើងផ្សារប្រអួចហ្នឹង2ទុកឲ្យគាត់បន្ថែមទៀតចាទ្វារក្រោយរបស់គាត់ក៏យើងធ្វើទុកឲ្យគាត់ដែរព្រោះក្នុងគម្រោងរបស់យើងមានទ្វារក្រោយអញ្ចឹងទៅយើងធ្វើទ្វារក្រោយឲ្យគាត់អញ្ចឹងនៅពេលដែលគាត់តផ្ទះអីរួចរាល់ហើយគាត់យកអាប្រអួចហ្នឹងយកទ្វារហ្នឹងយកមកបំពាក់បន្ថែមនិយាយទៅនៅក្នុងគម្រោងរបស់យើងមានប៉ុណ្ណាគឺយើងធ្វើជូនគាត់ប៉ុណ្ណឹងអញ្ចឹងទៅបងប្អូនដែរឃើញថាអូមិនបានផ្ទះ3នោះគេធ្វើចិត្តស្អាតដល់ពេលផ្ទះនេះមិនបានចំហក្រោយលហលហេវអត់មានកតុយផ្ទះអីហ្នឹងគឺមូលហេតុដោយសារតែបែបនឹងឯងហើយសម្រាប់ប្រគុណវិញគឺមានទាំងអស់គ្នាចា6គ្រួសារហ្នឹងគឺមានដូចគ្នាទាំងអស់ខាងនេះគឺគាត់បានតក្តារតអីហើយអញ្ចឹងគាត់យកឈើចាស់ចាស់គាត់បន្ថែមមកគាត់ធ្វើដបូលធ្វើអីចឹងទៅអញ្ចឹង6ផ្ទះហ្នឹងគឺមានប្រគុណអនាម័យទាំងអស់គ្នាហើយយើងគុនគូទៀតនៅក្នុងផ្ទះនោះចំណាយសង្កសីអស់ប្រមាណចំណាយកុងផ្លាគាប្រមាណអីប្រមាណខ្វះខាតប្រមាណគឺយើងទិញប្រគ្រប់គាត់បន្ថែមដើម្បីយកគាត់មកធ្វើពេលក្រោយទៀតអញ្ចឹងទៅនៅពេលដែលគាត់ធ្វើអាក្រោយផ្ទះហ្នឹងគាត់ចាត់ចែងធ្វើតាមនឹងទៀតណានិយាយទៅអត់មានលើសខ្វះគ្នាទេសង្កសីកុងផ្លាគាឈើចំណាយអស់ប្រមាណអីប្រមាណក្នុងគម្រោងរបស់យើងគិតគូគុនគូឲ្យគាត់ទាំងអស់ហ្មងវីដេអូតាក់ទងនឹងការធ្វើផ្ទះទាំង6ខ្នងហ្នឹងគឺនៅមានច្រើនទៀតប៉ុន្តែនឹងខ្ញុំបង្ហាញជូនបងប្អូនឲ្យដឹងប៉ុណ្ណឹងសិនឲ្យដឹងថាផ្ទះទាំង6ខ្នងហ្នឹងគឺយើងបានធ្វើបកគលជូនគ្រួសាររងគ្រោះទាំង6គ្រួសារហ្នឹងហើយវគ្គក្រោយនឹងខ្ញុំនឹងបង្ហាញបន្ថែមតាក់ទងនឹងផ្ទះមួយខ្នងហ្នឹងចំណាយអស់ប្រមាណហើយលុយជំនួយរបស់បងប្អូននៅសល់ម៉ានអីម៉ាននឹងខ្ញុំនឹងធ្វើបង្ហាញជូននៅពេលក្រោយទៀតវីដេអូមានតែប៉ុណ្្នឹងទេអរគុណបងប្អូនសម្រាប់ការចំណាយពេលទស្សនាជួបគ្នាវីដេអូក្រោយទៀតបាយបាយ